តែដែលយើងឧស្សាហ៍នឹករលឹកពិចារណាឃើញគុណអ្នកដទៃរឿយៗល្អណាស់ណាទៀតល្អត្រង់ណាត្រង់ដែលថាអាចដើម្បីសម្រួលចិត្តឲ្យបានស្ងប់រងាប់អំពីបាបអកុសលទាំងឡាយទាំងពួងហើយក្នុងមនុស្សយើងម្នាក់គឺចេះតែមានហើយគុណគឺសេចក្តីល្អជួនកាលក៏ល្អដែរកាយចឹងទៅទោះជាវាចាមិនល្អជួនកាលហ្នឹងកាយហ្នឹងមិនល្អទេតែល្អវាចាជួនកាលហ្នឹងទាំងកាយទាំងវាចាហ្នឹងមិនល្អទេតែក៏គង់មានចិត្តម្ដងម្កាលអីដោយសេចក្តីជ្រះថ្លាក្នុងពុទ្ធសាសនាដើម្បីនឹងគោរពដូចជាព្រះពុទ្ធធម៌ប្រសំអីម្ដងម្កាលអញ្ចឹងដែរមិនហើយយ៉ាងទៀតនោះបើសិនជាមិនបានល្អទាំងដោយកាយដោយវាចាដោយចិត្តទេក្នុងបច្ចុប្បន្នជាតិហ្នឹងក៏គង់តែយើងពិចារណាឲ្យកើតទៅជាកុសលថ្នាក់ករុណាអាណិតនៅព្រោះថាឃើញសត្វទាំងឡាយកំពុងតែធ្វើដំណើរដើរទៅរកសេចក្តីសុខប្រាសចាកទីពឹងដូចជាអ្នកឈឺអត់គ្នាអ្នកល្ងាអត់ធួយហ្នឹងណាហ្នឹងយ៉ាងណាអ្នកដែលប្រព្រឹត្តកាយទុច្ចរិតវចីទុច្ចរិតមនោទុច្ចរិតហ្នឹងដូចជាជនអនាថាអត់ទីពឹងអត់មានថ្នាំជាទីសប្បាយអាហារជាទីសប្បាយអត់មានអ្នកបម្រើឧបត្ថម្ភជាទីសប្បាយណាមួយឃ្លាតឆ្ងាយពីភូមិស្រុកនៅកណ្ដាលវាលខ្សាត់មិនដឹងជាទៅមុខទៅដល់ណាពីក្រោយដល់ទៅឆ្ងាយណាស់ហើយពីកន្លែងពឹងពាក់ភមៈស្រ័យដែលមានអញ្ចឹងអាហ្នឹងដែលយើងបានឃើញទៅក៏គួរឲ្យមានសេចក្តីអាណិតហើយមានសេចក្តីសង្វេគចំពោះការបៀតបៀននៃជីវិតក្នុងសង្សារវដ្តនេះពិចារណាឃើញថាការកើតជាទុក្ខដោយយ៉ាងក្រៃលែងដូច្នេះបានការពិចារណាឃើញថាការកើតនឹងជាទុក្ខដ៏ក្រៃលែងក៏មានសម្បជញ្ញៈដឹងខ្លួនដោយប្រទេសថាគួរតែអប់រំចម្រើននៅបញ្ញាដើម្បីបានដឹងច្បាស់នៅសច្ចធម៌គួរតែចម្រើននៅបញ្ញាដើម្បីកំណត់ដឹងត្រាស់ដឹងនៅអរិយសច្ចធម៌ក្នុងជីវិតដែលរស់នៅក្រៅមលុបនៃសម្ពុតការសាវករបស់បព្វជិតក្តីឬក៏ជីវិតដែលរស់នៅក្រោមបរតនត្រ័យក្រោមមលុបនៃព្រះធម៌ព្រះវិន័យរបស់ព្រះសាស្តាក្តីហ្នឹងគួរតែអប់រំចម្រើននៅបញ្ញាដើម្បីបានដឹងច្បាស់នៅសច្ចធម៌កំណត់ដឹងនៅទុក្ខដែលកើតអំពីហេតុយ៉ាងណាហើយក៏បានដឹងច្បាស់អំពីការពិតដតីអំពីទុក្ខដែលឡាយអំពីទុក្ខគឺព្រះនិព្វានដែលជាបរមសុខផ្សែងផ្សានហ្នឹងយ៉ាងណានឹងអ្នកបដិបទាប្រព្រឹត្តទៅដើម្បីព្រះនិព្វាននោះនេះគឺការសង្រួមតាមផ្លូវចិត្តនោះទៀតការអប់រំទូមានចិត្តប្រតិដើម្បីពួនសំណំនៅក្នុងកុសលធម៌កិច្ចអំពីបាបអកុសលធម៌ទាំងឡាយផ្សេងនោះចឹងការដែលគុណម្ចាស់ញាតិញោមបងប្អូនសិក្សាព្រះធម៌ប្រព្រឹត្តប្រតិបត្តិនៅក្នុងព្រះវិន័យហើយនឹងចម្រើននៅកុសលធម៌ទាំងឡាយទាំងពួងក៏ជាវិហារធម៌ដ៏ល្អសភាពនៃកាយសភាពនៃវាចាហ្នឹងក៏បានសម្រួលដោយប្រតិហើយសភាពនៃចិត្តនោះគឺបានជ្រកនៅក្រោមមលុបនៃកុសលធម៌នាំមកនៃសេចក្តីស្ងប់អញ្ចឹងសេចក្តីស្ងប់នេះឯងដែលនាំមកនៃសេចក្តីសុខដែលជាការឆ្លុះបញ្ចាំងឲ្យឃើញថាព្រះនិព្វានផុតចាកសង្ខារធម៌ទាំងពួងស្ងប់ចាកនៅសង្កតធម៌ទាំងពួងនោះពិតជាបរមសុខមែនហើយអំ
អំបាលដោយថាការដែលនៅមានជីវិតរស់នៅឡើយផងនៅមានខណ្ឌបញ្ចកៈនៅឡើយផងគ្រាន់តែថាចិត្តនឹងវាស្ងប់ចាកពីបាបពីអកុសលខ្លះនឹងអញ្ចឹងទៅក៏ឃើញថាវាមានការស្ងប់នៃសេចក្តីកង្វល់ស្ងប់នៅការរវល់រំជើបរំជួលរចល់ក្នុងជីវិតប្រចាំថ្ងៃហ្នឹងវាមានសេចក្តីសុខស្ងប់មិនញាប់ញួរនឹងមាននឹងក្រនឹងបញ្ហាក្នុងជីវិតនេះអញ្ចឹងអាហ្នឹងនៅមានការស្រេកការឃ្លាននៅមានភារកិច្ចគ្រប់គ្រងសរីរៈស្លៀកពាក់ដណ្ដប់ងូតទឹកជាដើមសពគ្រប់គ្រងទេសម្ដែងស្វែងរកអាហារចិញ្ចឹមជីវិតនឹងអញ្ចឹងផងក៏ឃើញថាវាមានសេចក្តីសុខដល់គួរជាទីជ្រះថ្លាអនុមោទនាទៅហើយដែលនៅមានខណ្ឌបញ្ញកៈនឹងផងនោះចុះតម្រង់ដល់ទៅព្រះនិព្វានដែលរលាស់ចោលនៅសង្កតធัวទាំងអស់សង្កតធัวទាំងអស់ឧបាទានខណ្ឌ5មិនមានណាកិលេសអនិស្ស័យសញ្ញាចំណៈអាសវៈអោធៈយោគិអីគឺមិនមានទាំងអស់ហ្នឹងតើមិនអាចកំណត់ថាជាសេចក្តីសុខប៉ុណ្ណេះប៉ុណ្ណោះបានទេគឺមិនបានទេជាអបមាណធัวជាធัวដែលមិនអាចប្រមាណបានមិនអាចប្រមាណថាមានសេចក្តីសុខចំនួនប៉ុណ្ណេះចំនួនប៉ុណ្ណោះបានចំពោះព្រះនិព្វានឡើយហ្នឹងដែលអាចឲ្យពុទ្ធបរិស័ទយើងរឹងរិតតែជឿជាក់ច្បាស់ឡើងនៅក្នុងព្រះធម៌របស់ព្រះរាមាប្រភិយហើយនឹងបានជឿច្បាស់ក្នុងចិត្តថាដំណើរផ្លូវរបស់យើងដែលដើរទៅហ្នឹងគឺមិនមែនជាការខ្វៀងអំពីប្រយោជន៍ឬថានឹងជាការខុសក្នុងដំណើរដែលយើងដើរទៅហ្នឹងទេមិនខ្វៀងអំពីប្រយោជន៍ហើយក៏មិនខុសដែរព្រោះថាជាដំណើរដែលយើងដើរទៅរកសេចក្តីស្ងប់ដល់ក្រៃលែងហ្នឹងហើយយើងជឿច្បាស់ក្នុងដំណើររបស់យើងហ្នឹងគឺដើរទៅរកសេចក្តីស្ងប់ដល់ក្រៃលែងព្រោះយើងកំពុងតែឈរនៅក្នុងផ្លូវដែលប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់បន្តិចនេះទៅហើយនឹងរឿងអីដែលថាយើងដើរក្នុងផ្លូវខុសយើងដើរក្នុងផ្លូវខ្វៀងឬថាទិសដៅដែលយើងសង្ឃឹមថានឹងត្រូវបានដល់នោះជាបរមសុខជាសេចក្តីស្ងប់ដល់ក្រៃលែងនោះបែរទៅជាទីកន្លែងបៀតបៀនទីកន្លែងដែលមានសេចក្តីទុក្ខលំបាកនោះវាមិនអាចត្រឡប់คลายទៅជាយ៉ាងនឹងទេពីព្រោះផ្លូវដែលយើងកំពុងដើរនោះក៏យើងដឹងច្បាស់ថាជាផ្លូវនៃការដោះខាត់នៅកិលេសអកុសលធម៌គ្រឿងដែលមិនស្ងប់ទាំងឡាយទាំងពួងហ្នឹងអញ្ចឹងគឺថាការដែលដើរនៅក្នុងផ្លូវនេះគឺពិតប្រកបជាចូលទៅរកការស្ងប់ច្រើនឡើងរហូតដល់ទៅរលាស់ចោលនៅសង្កតធัวទាំងពួងណាព្រះនិព្វានហ្នឹងដោយអត្ថនិស្សរណថោដោយអត្ថរលាស់ចោលនៅសង្ខារធัวទាំងពួងណាដោយអត្ថអតលពោថថោដោយអត្ថមិនមានរវល់មិនមានកង្វល់រឿងអ្វីបន្តិចបន្តួចឡើយវិវេកថោដោយអត្ថស្ងប់ស្ងាត់ដល់ក្រៃលែងជាងវិវេកទាំងឡាយទាំងពួងទាំងអស់ហើយនឹងមានអត្ថអមតថោដោយអត្ថមិនស្លាប់អាហ្នឹងចំពោះអត្ថរបស់ទុក្ខនិរោធណាទុក្ខនិរោធសច្ចៈនោះណាឆ្លើយសំណួរបន្តិចឆ្លើយខ្លីៗណាចឹងណានៅដល់គ្រូឆ្លើយវិញទៅចាំជួយខាត់ថ្ងៃហ្នឹងត្រូវសម្ដែងពីឧបធម្មកកម្មហើយនិងឧបបិលកកម្មហើយទេតែមកខ្សែនេះខំទេណាមានខ្ញុំឧបាសិកាប៉ែនសាវាងណាសម្រាប់នៅមន្ទីរពេទ្យប្រកេតមេលាហើយពេទ្យធំទីមួយសំសួរលោកគ្រូអំពីមរណាកម្មជីវ័នណាមរណាកម្មវិធីហ្នឹង
9យ៉ាងលោកគ្រូទៅតែឆ្លើយបានត្រឹមទី8ទេគឺនៅទី9ត្រង់ដែលចុតិព្រះរហន្តមាន5ន័យឬ5កន្លែងតើដូចម្ដេចដែរលោកគ្រូព្រោះខ្ញុំបានសួរលោកអ្នកចេះដឹងដែរតែគាត់ពុំបានដឹងដែរតើតែសួរលោកគ្រូវិញណា5កន្លែងនេះគឺព្រះអរហន្តនឹងចុតិដោយកាមជីវ័នក្នុងមរណាសន្និវិថីនេះទៀតគឺប្រព្រឹត្តទៅដោយមហាកិរិយាចុតិហ្នឹងទៀតមហាកិរិយាដែលចុតិហ្នឹងគឺជាមហាកិរិយាញាណសម្បយុត្ត4ដួងណាមួយទៅប៉ុណ្ណឹងទេមរណាសន្និវិថីរបស់ព្រះអរហន្តអត់មានមហាកិរិយាញាណវិតយុត្តទេគឺមហាកិរិយាញាណសម្បយុត្ត4ដួងគឺមហាកិរិយាប្រកបដោយបញ្ញា4ដួងណាមួយហ្នឹងជាមរណាសមជីវ័នតែ5គណៈដែរណាតែ5គណៈដែររួចទៅក៏ចុតិឬក៏ធ្លាក់ចុះកម្មធវាំងឬទៅក៏ចុតិហ្នឹងគឺចុតិព្រះរហន្តដោយកាមជីវ័នដែលជាមហាកិរិយាប្រកបដោយបញ្ញា4ដួងណាមួយអារម្មណ៍របស់មហាកិរិយានោះគឺលក្ខណៈរបស់សង្ខារធម៌ដែលមិនទៀងជាទុក្ខឬជាអនត្តាអត់មានអារម្មណ៍ដែលជាកម្មនិមិត្តឬកតនិមិត្តទេនឹងមកកន្លែងទៅមកកន្លែងទៀតគឺបន្តអំពីចិញ្ចាឈានៈសមន្តរៈវិថីណាចឹងណាចិញ្បន្តអំពីចិញ្ចាឈានហៅថាឈានៈសមន្តរៈវិថីលោកចូលឈានយ៉ាងទៅមានបឋមឈានទុតិយឈានតតិយឈានចតុតឈានអញ្ចឹងទៅដល់ពេលចិញ្ចាឈានមកចុតិឬក៏ចិញ្ចាឈានមកធ្លាក់ចុះកម្មពវាំងហើយក៏ចុតិទៅបរិនិព្វានទៅណាប្រហែលសិនយោណាបើមានឱកាសសម្ដែងបន្តទៅក៏សម្ដែងឲ្យបានច្រើនបញ្ជាយបញ្យល់នៅក្នុងរឿងខណៈចិត្តវិធ័យចិត្តដែលប្រព្រឹត្តទៅយ៉ាងម៉េចខ្លះនោះប៉ុន្តែស្ដាប់ប៉ុណ្ណេះទៅក៏អាចយល់ន័យយកសេចក្តីបានហើយទី3នោះចុតិត្រង់ដែលបច្ចវេគណៈរួចហើយណាបច្ចវេគណៈគឺមហាកិរិយាពិចារណានៅឈានណាដែលចេញចាកឈានហើយមិនតាន់ចុតិទេកើតវិធ័យចិត្តពិចារណានៅឈាននោះនឹងមហាកិរិយាជីវ័នដែរពិចារណានៅឈានហ្នឹងរួចទៅក៏ចុតិបន្ទាប់ពីពិចារណាហើយហ្នឹងហើយទី4ចេញពីអភិញ្ញាបន្ទាប់ពីចេញពីអភិញ្ញាមកអភិញ្ញាសមន្តរវិធ័យបានន័យថាជាមរណាសន្និវិធ័យដែលបន្តអំពីចេញអំពីអភិញ្ញាចម្រើននៅអភិញ្ញាឬទៅចេញចាកពីអភិញ្ញាចុតិបរិនិព្វានតែម្ដងនឹងព្រះអរហន្តដែលបរិនិព្វានណាទៀតដូចជាព្រះអរហន្តអង្គខ្លះសម្ដែងអភិញ្ញាសម្ដែងអភិញ្ញាហោះទៅអីដល់អាកាសអីចឹងទៅហើយបរិនិព្វានដល់អាកាសហ្នឹងចេញពីអភិញ្ញាហ្នឹងគឺចុតិបរិនិព្វានហើយទី5ជីវិតសមសីសីគឺការដែលព្រះអរហន្តហ្នឹងមានអតីតមានជំងឺអញ្ចឹងទៅហើយក៏បានសម្រេចនៅព្រះអរហន្តបានសម្រេចអរហត្តមគ្គបានសម្រេចអរហត្តមគ្គ
ដោយសារពិចារណាទុក្ខវេទនាអីចឹងទៅហើយបានប្រែអរហត្តមគ្គអរហត្តផលកើតឡើងក្នុងមគ្គវិធ័យហ្នឹងណាឬក៏ធ្លាក់ចុះកម្មពុរាំងបានកើតបច្ចវេខណៈវិធ័យពិចារណានៅមគ្គផលពិចារណាព្រះនិព្វានហ្នឹងចឹងទៅចេញអំពីការពិចារណានឹងឯងក៏ចុតិព្រះនិព្វានទៅហ្នឹងគឺការបរិនិព្វានរបស់ព្រះរហន្តហ្នឹងឈ្មោះថាជីវិតសមតិសេគឺដោយសេចក្តីថាមានការអស់ជីវិតមានការអស់ជីវិតជាមួយគ្នានឹងការអស់កិលេសគឺសីស័កប្រែថាក្បាលឬទីបំផុតណាចឹងគឺបានន័យថាទីបំផុតនៃជីវិតហ្នឹងវាស្មើគ្នាជាមួយនឹងទីបំផុតនៃកិលេសគឺអរហត្តមគ្គហ្នឹងវាជាទីបំផុតនៃកិលេសហើយចំណែកចុតិហ្នឹងវាជាទីបំផុតនៃជីវិតហើយវាសមៈវាព្រមគ្នាក្នុងទីនេះមិនមែនព្រមដោយឋានៈចិត្តទេគឺព្រមដោយពេលវេលាដែលព្រះរហន្តនឹងឯងមានជំងឺឈឺអញ្ចឹងទៅប្រព្រឹត្តទៅដើម្បីនឹងចុតិនោះប៉ុន្តែដល់ទៅពេលចុតិហ្នឹងក៏អស់អាសវៈកិលេសបរិនិព្វានទៅហ្នឹងក៏មានចុតិមួយកន្លែងរបស់ព្រះរហន្តចឹងដែរណាអញ្ចឹងមាន5កន្លែងណាប៉ុណ្ណឹងទី2នឹងខ្ញុំឆ្ងល់ថាសហេតុកៈចិត្តបច្ចរូបនិងចិត្តសមុទ្ឋានរូបក្នុងមេរៀនមហាប្រធានមានរូប17ដូចគ្នាតើទាំងពីរនេះមានន័យដូចគ្នាឬខុសគ្នាហើយរូបរាប់ដូចគ្នាដែរឬទេសូមលោកគ្រូជួយអំពីដែលអនុគ្រោះព្រោះមានខ្ញុំជាសិស្សថ្មីផ្លូវបញ្ញាណាក្តីគូកំគួរសូមលោកគ្រូភ័យទោសណាថាพูดទេឆ្លើយជូនគាត់ទៅព្រោះគាត់កំពុងនៅសម្រានពេទ្យផងណាព្រោះអ្នកដែលនៅសម្រានពេទ្យគឺអ្នកឈឺហើយក៏ជីវិតមិនប្រកបទៅជាថានឹងត្រូវបានជឿនៅវិញឬក៏ត្រូវអស់ជីវិតអីហ្នឹងយ៉ាងណាអញ្ចឹងគឺយើងជួយអ្នកជំងឺហ្នឹងឧបការៈដោយបាយទឹកឬក៏ខែតន់គក់ជាបាច់ឬក៏ទំនុកបំរុងឲ្យប្រការផ្សេងគឺជួយឲ្យអ្នកជំងឺនោះឯងមានកុសលចិត្តកើតឡើងមានមេត្តាត្រឡប់ស្នងមកអ្នកឧបត្ថម្ភឧបថានោះហើយបើចុតិទៅទាំងមានចិត្តល្អចិត្តស្អាតអញ្ចឹងគឺអាចសម្ដែងបានរួចអំពីអបាយភូមិបានកើតនៅក្នុងភូមិជាសុគតិហើយបានឧបនិស្ស័យជួបអាអីទៅតាមនឹងទៀតទៅซึ่งได้យើងដឹងថានៅនឹងនៅមិនជាក៏ដោយតែដាច់ខាតគឺមិនត្រូវបោះបង់ចោលទេណាមិនក្តាំផ្ញើកូនចៅអីផងកំថាំងម៉ែវត្តជឿ10ឆ្នាំហើយមកតែមិនជាទេអញ្ចឹងមិនចាំបាច់មើលថែទាំអីគាត់ទេទេមកតែដែរបើថាមើលថែទាំទៅគាត់ជាអានឹងជាខំមើលបើមើលទៅគាត់មិនជាតែដែរកុំមានគំនិតនឹងឲ្យសោះពីព្រោះកាលណាបើយើងខ្វះខាតការថែទាំជួយទំនុកបំរុងទៅដែលយើងគិតថាមើលទៅវាអស់ប្រាក់ទៅដដែលហើយវាអត់ជាដដែលអញ្ចឹងមិនចាំបាច់មើលឲ្យខាតលើទៅទុកលុយធ្វើបន់ជូនគាត់វិញអញ្ចឹងទៅអានឹងក្រែងលោចិត្តរបស់គាត់ទៅសៅហ្មងចិត្តរបស់គាត់អ្នកឈឺនោះទៅគិតថាតែមើលទៅព្រោះជាងកាយគាត់ចង់ជាណានឹងក្រែងលោឲ្យបានជាបានអីចឹងហើយស្រាប់តែយើងហ្នឹងជំទាស់នឹងបំណងរបស់គាត់ឬក៏ការមិនអើទៅមិនឈឺឆ្អាលមិនជួយទំនុកម្ដងសត្វគ្រប់ប្រការអញ្ចឹងទៅធ្វើឲ្យគាត់ទៅមនោកើតឡើងគាត់នឹកសើរឿងការដែលចិត្តខំមួយហត់ព្រួយលំបាកមិនបានធ្វើបន់ធ្វើទានមិនបានស្ដាប់ធម៌មិនបានរសាសិលនឹងព្រោះតែត្រឹមត្រែងខំចិញ្ចឹមកូនឥឡូវហ្នឹងដល់តែឯងឈឺមកអញ្ចឹងកូនហ្នឹងប្រងើយកន្តើយមិនយកចិត្តទុកដាក់អញ្ចឹងក៏ទៅមិនណោះហើយដល់តែពេលចុតិទៅជាចិត្តសៅហ្មងជាងថាចិត្តសៅហ្មងហ្នឹងវាមិនមែនជាចិត្តកកម្មខ្លួនឯងទេដូចតែយើងបានសិក្សាអំពីរឿងឧបត្ថម្ភកកម្មរួចមកតែចិត្តសៅហ្មងហ្នឹងវាទៅឧបត្ថម្ភបាបកម្ម
ដែលបានធ្វើឲ្យក្នុងជាតិនេះក្តីឬបាបកម្មពីជាតិមុនហ្នឹងឲ្យបាបកម្មនោះឯងដោយទួជាចេតនកកម្មញ៉ាំងវិបាកបរិសន្ធិក្នុងអបាយភូមិបានហើយយើងអានតែចាំធ្វើបន់ជញ្ជូនទៅគាត់បើគាត់ទៅកើតជានរកកតិឆានអីបាត់ទៅហើយអញ្ចឹងទោះជាទៅកើតទីកន្លែងណាក៏ដោយអបាយភូមិវាមិនមែនជាកតិដែលគួរយើងបណ្ដែតបណ្ដោយថាទៅចោះចាំអញធ្វើបន់ជញ្ជូនតាមក្រៅវាមិនមែនជារឿងស្រួលអីចឹងទេអញ្ចឹងបានថាការដែលកូនប្រុសស្រីឬក៏មិត្តភក្តិឬក៏បុគ្គលណាហ្នឹងគឺជួយទំនុកបំរុងអ្នកឈឺសូម្បីដឹងថាមើលមិនជាហើយក៏ដោយក៏ត្រូវទៅជួយទំនុកបំរុងដើម្បីអីដើម្បីឲ្យអ្នកឈឺនោះមានកុសលចិត្តមានមេត្តាមានចិត្តស្ងប់អាចរំលឹកដាស់តឿនជាធัวជាអាអីថែមទៅទៀតទៅដើម្បីចិត្តបានស្រួលល្អនៅពេលមរណាសន្និកាលហ្នឹងមានឱកាសឧបត្ថម្ភដល់បុណ្យកុសលទាំងឡាយផ្សេងដើម្បីបុណ្យនៅក្នុងពេលចិត្តស្លាប់នឹងតិចតួចក៏ដោយតែតែអាចឧបត្ថម្ភដល់បុណ្យដែលបានធ្វើពីក្មេងឬក៏ពីជាតិមុនអីហ្នឹងដើម្បីឲ្យបុណ្យកុសលហ្នឹងដើរតួជាចេតនកបច្ច័យញ៉ាំងវិបាកបរិសន្ធិនិងកម្មចរូបក្នុងសុគតិភពបានឥឡូវសំណួរដែលសួរអំពីរឿងរូប17នេះមានចំនួនដូចគ្នាគឺសហេតុកចិត្តបច្ចរូបគឺរូបដែលកើតអំពីសហេតុកចិត្តហើយនឹងចិត្តសមុដ្ឋានរូបណានេះគ្រាន់តែប៉ុណ្ណេះទាំង17ដូចគ្នាមែនប៉ុន្តែចិត្តសមុដ្ឋានរូបហ្នឹងវាមានន័យទលំទលាយជាងព្រោះចិត្តសមុដ្ឋានរូបវាក្តោបរូបដែលកើតមានព្រោះចិត្តទាំងអស់ឲ្យតែរូបណាកើតមានព្រោះចិត្តជាសមុដ្ឋានអានឹងហៅថាចិត្តសមុដ្ឋានរូបហើយចិត្តសមុដ្ឋានរូបហ្នឹងចែកទៅជាពីរគឺអហេតុកចិត្តបច្ចរូបអានឹងមាន17ដែរអញ្ចឹងទៅអហេតុកចិត្តបច្ចរូបហ្នឹងគឺរូបហ្នឹងកើតឡើងដោយអហេតុកចិត្តណាក្នុងបណ្ដាចិត្តហ្នឹងវាមានចិត្តប្រកបដោយហេតុវាមានចិត្តដែលប្រសិទ្ធហេតុណាប៉ុណ្ណឹងចិត្តដែលមិនប្រកបដោយហេតុហ្នឹងហៅថាអហេតុកចិត្តណាហើយវាមានជាសមុដ្ឋានញ៉ាំងរូបឲ្យកើតឡើងដោយអំណាចអហេតុកចិត្តហ្នឹងនៅក្នុងរូប17ហ្នឹងរូបណាដែលសំគួរនឹងកើតឡើងក៏វាកើតឡើងទៅដោយអំណាចអហេតុកចិត្តហ្នឹងជាសមុដ្ឋានណាចឹងណាហ្នឹងហើយអហេតុកចិត្តយើងជ្រាបហើយមានតាំងពីចិត្តក្នុងព្រះអរហន្តក្នុងសេចក្ដីបុគ្គលក្នុងបឋិជនអីគឺមានទាំងអស់គឺអាចញ៉ាំងរូបឲ្យកើតឡើងអំពីចិត្តដែលមិនមានហេតុដូចជាលោភៈហេតុទោសៈហេតុមោហៈហេតុអលោភៈហេតុអទោសៈហេតុអមោហៈហេតុហ្នឹងចិត្តហ្នឹងវាអត់មានហេតុហ្នឹងទេប៉ុន្តែវាជាសមុដ្ឋានញ៉ាំងរូបនឹងឲ្យកើតឡើងដែរជាចិត្តបច្ចរូបដែរគឺរូបហ្នឹងមានចិត្តជាសមុដ្ឋានដែរប៉ុន្តែដោយអំណាចចិត្តនឹងប្រសិទ្ធហេតុឬមិនមានហេតុហៅថាអហេតុកចិត្តបច្ចរូបទៅហើយចំណែកចិត្តដែលមានហេតុចិត្តណាដែលមានហេតុប្រកបជាមួយដូចជាលោភៈជាមួយនឹងមោហៈអញ្ចឹងទៅហើយទោសៈជាមួយមោហៈឬក៏មោហៈហេតុអញ្ចឹងទៅឬក៏អលោភៈអទោសៈអមោហៈណាចិត្តហ្នឹងវាញ៉ាំងចិត្តសមុដ្ឋានរូបហ្នឹងឲ្យកើតឡើងចិត្តសមុដ្ឋានរូបហ្នឹងឈ្មោះថាសហេតុកចិត្តបច្ចរូបហ្នឹងអញ្ចឹងគឺចំពោះចិត្តសមុដ្ឋានរូបនេះវាទលំទលាយគឺនិយាយរួមក្តោបចំពោះចិត្តបច្ចរូបទាំងអស់ប៉ុន្តែចំពោះសហេតុកចិត្តបច្ចរូបនេះទោះជាមានចំនួន17ក៏ដោយប៉ុន្តែគ្រាន់តែថា17ហ្នឹងចំណែករូបដែលកើតមានព្រោះសហេតុកចិត្តជាសមុដ្ឋានតែប៉ុណ្ណោះមិនបាននិយាយអំពីចិត្តបច្ចរូប17ទៀតដែលវាមានអហេតុកចិត្តជាសមុដ្ឋានទេអានេះវាខុសគ្នាកន្លែងហ្នឹងណាហ្នឹងហើយអ្នកសួរហ្នឹងកំណងជាឆ្លាតយ៉ាងស្ដាប់ប៉ុណ្ណឹងបានណាហ្នឹងអាចដើម្បីចេះសួរបានប៉ុណ្ណឹងឆ្លើយប៉ុណ្ណឹងក៏ល្មមសំសួរបានជាបច្ច័យជួយឲ្យ
ឲ្យចេះគិតតទៅទៀតយល់បានល្អហើយឥឡូវនៅក្នុងការសម្ដែងអំពីរឿងឧបធម្មកកម្មនេះដែលតអន់ណាចឹងណាដែលមានសម្ដែងនៅក្នុងដីការបស់អភិធម្មតសង្ឃៈហ្នឹងយើងគ្រាន់តែបានសិក្សារឿយៗបានស្ដាប់មកថាកម្មហ្នឹងឧបធម្មប៉ុន្តែការឧបធម្មហ្នឹងមានចំណែកចែកគឺថាមាន3ពួកធំណាពួកទី1ហ្នឹងគឺឧបធម្មនៅជានិកកម្មដែលមិនអាចដើម្បីនឹងញ៉ាំងផលឲ្យកើតនោះតែឧបធម្មនៅជានិកកម្មហ្នឹងឲ្យសម្រាប់ជាបច្ច័យញ៉ាំងវិបាកបរិសន្ធិកម្មជ្ជរូបឬក៏កម្មបច្ចយៈឧត្តសមុដ្ឋានរូបដោយដែលបានសម្ដែងបញ្យល់ហើយហ្នឹងគឺថាឲ្យកើតឡើងបានដោយអាស្រ័យដែលមានកម្មទៅឧបធម្មកម្មឧបធម្មនោះចឹងបើនិយាយនៅក្នុងបណ្ដាបច្ច័យក្នុងបច្ឆាននោះអាហ្នឹងកុសលវាឧបធម្មកុសលដោយអំណាចឧបនិស្សយបច្ច័យហ្នឹងប៉ុន្តែនៅក្នុងរឿងបច្ច័យមានសេចក្តីល្អិតល្អន់ក្រៃលែងហួសវិស័យមនុស្សយើងធម្មតាដើម្បីយល់ជ្រួតជ្រាបបានណាពីព្រោះការសម្ដែងនៅក្នុងសមន្តបដ្ឋាននេះដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងមកនោះក៏នៅក្នុងសង្ខេបដែរទេតាមពិតមិនមានទីបំផុតនៅក្នុងនៅក្នុងសេចក្តីនៃបដ្ឋានដែលជាហេតុជាបច្ច័យជាទីតាំងញ៉ាំងបច្ចយុត្តបានធម៌ឲ្យកើតឡើងណាដូច្នេះចំពោះការដែលឧបធម្មកកម្មហ្នឹងឧបធម្មឲ្យដល់កម្មដតីដែលជាចេតនិកៈណាចំពោះឧបធម្មកកម្មហ្នឹងគឺឧបធម្មដល់កម្មដតីឬក៏វាមានការឧបធម្មដល់ចំពោះខណ្ឌមានរូបខណ្ឌវេទនាខណ្ឌបញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌដែលជានាមរូបកើតមានព្រោះកម្មហើយនោះគឺវាឧបធម្មនៅនាមរូបហ្នឹងនាមរូបដែលកើតអំពីកម្មហ្នឹងអាហ្នឹងចំពោះឧបធម្មកកម្មហ្នឹងដែលចែកទៅជា3ពួកនោះហើយពួកទី1នោះវាមាន8ចំណុចហើយចំណែកពួកទី2មាន10ចំណុចនេះគឺវាឧបធម្មដល់ជានិកកម្មដែលបំរុងទៅនឹងឲ្យផលហើយណាប្រព្រឹត្តទៅដើម្បីឲ្យផលដោយជានិកបច្ច័យហើយហ្នឹងដើម្បីនឹងឲ្យកើតហើយហ្នឹងកម្មហ្នឹងទៅឧបធម្មឲ្យរឹងរឹតទៅខាងសាថែមតទៅទៀតឲ្យមាន10ចំណុចនេះគ្រាន់តែរំលឹកការដែលបានសម្ដែងហើយប៉ុន្តែនៅចំណុចទី3មិនទាន់បានសម្ដែងដែលមានការឧបធម្មដល់នាមរូបដែលកើតអំពីកម្មឧបធម្មកកម្មនឹងមានបទវិកហៈដែលលោកបានដែលចងបទវិកហៈដើម្បីកម្មយកនៃសេចក្តីនៃពាក្យថាឧបធម្មកកម្មហ្នឹងឬក៏ហៅថាវចនដ្ឋៈគឺសេចក្តីនៃពាក្យដែលថាឧបធម្មកកម្មហ្នឹងគឺកម្មន្តរង្វាកម្មន្តរង្វាកម្មន្តរង្ហ្នឹងប្រែមកថាកម្មដតីកម្មដតីឬទៅបានកម្មនិពតៈខន្ធៈសន្តានណាំវាឧបធម្មភេតិតេឧបធម្មកម្មគឺចំពោះកម្មដែលឧបធម្មដល់កម្មដតីកម្មមន្តរង្ហ្នឹងកម្មហើយនឹងអន្តរៈណាអន្តរៈក្នុងទីនេះប្រែថាដតីណាគឺកម្មដតីហើយនឹងកម្មនិពតៈខន្ធៈសន្តានណាំគឺខន្ធៈសន្តានដែលកើតអំពីកម្មបានដល់កម្មជ្ជរូបហើយនឹងវិបាកកម្មនឹងឯងដែលកើតអំពីកម្មហើយរកម្មនិពតៈកម្មនិពតៈគឺប្រែមកថាកើតអំពីកម្មហើយស្អីកើតអំពីកម្ម
khăn thiện sẵn tàn năng cái khăn thần đán bạn ấy là cái khăn đây về miền tình nó nòng chỉ vật nên ấy tận tới về cái tổng thị cầm thằng này dớt hoặc là bọc cầm chỉ rụt thôi chỉ miền là phù hay lắm hay cầm nó được từ ốp cái khăn miền mà rút đây chỉ phở vì bạ là bọc cầm tận tới về ốp cái khăn đọc cầm là tùy thằng đấy đầm đây ở cầm nó bàn tay kia chuyện này cả phải chạy để mình bầm rong chia phải chạy thế phân tại ác ở chơi kia chuyện này cả phải chạy bàn bằng cả thọ bàn dạng kia mấy người ta về miền cao của tôi đằng đây nên chia phải chạy hơi chuyện này cả phải chạy đâu phần té về miền cam từ ốc và thăm ở rất rất tệ khang khá vinh tầm hứng thèm to từ tiệt nó về miền đầy của nó nó về miền cao tệ tôm nằm riêng chuyện này cả cam đó về miền cả tệ tôm nó ban kiaประអង្គទ្រង់សម្ដែងពីchuyện này cả cam rồi tới banឧបធម្មកកម្មrồi tớiឧបធាតកកម្មឧបបៃលកកម្មឧបធាតកកម្មហ្នឹងchuyện này cảកម្មគ្រាន់តែកម្មហ្នឹងបង្កើតនៅវិបាកកម្មហើយនឹងកម្មមច្ចរូបកម្មដែលជាអ្នកបង្កើតនៅវិបាកកម្មវិបាកកម្មទេអាហ្នឹងគឺសំដៅយកវិបាកកម្មហើយនឹងកម្មមច្ចរូបានិបាត់ដូចគេហៅថាវិបាកកម្មទេកម្មមច្ចរូបានិជាអ្នកតេជាអ្នកកម្មណាគឺកម្មដែលបង្កើតឡើងនៅវិបាកកម្មហើយនឹងកម្មមច្ចរូបហ្នឹងអាហ្នឹងឈ្មោះថាជាអ្នកកម្មប៉ុន្តែឧបធម្មកកម្មហ្នឹងគឺវាឧបធម្មដល់កម្មឲ្យទៅជាជានិកៈនោះវាឧបធម្មកម្មហ្នឹងមានពីរចំណែកគឺកម្មដែលមិនបំរុងនឹងញ៉ាំផលឲ្យកើតនោះឲ្យទៅជាញ៉ាំផលឲ្យកើតឡើងបាននិងកម្មដែលអាចដើម្បីនឹងញ៉ាំផលឲ្យកើតហើយប៉ុន្តែមានកម្មចូលទៅឧបធម្មថែមទៀតហើយមកពួកទៀតនោះគឺឧបធម្មដល់ផលរបស់កម្មមិនមែនឧបធម្មកម្មទេជានិកកម្មហ្នឹងគឺវាបានបង្កើតនៅផលហើយបង្កើតជាវិបាកកម្មបង្កើតជាកម្មមច្ចរូបរួចទៅហើយប៉ុន្តែវាមានកម្មហ្នឹងចូលទៅឧបធម្មដល់វិបាកកម្មនិងកម្មមច្ចរូបហ្នឹងទៀតអាហ្នឹងវាមាន7ចំណុចអាហ្នឹងក្នុងពួកទី3នៃឧបធម្មកកម្មហ្នឹងណាអាហ្នឹងយើងត្រូវសិក្សាបន្តគឺ7ចំណុចទី1បានដល់កុសលចឹងបានដល់កុសលកម្មហ្នឹងបានធ្វើហើយបានធ្វើកន្លងមកហើយបានធ្វើកន្លងមកហើយឧបធម្មនៅនាមរូបដែលកើតអំពីជានិកកម្មមកនាមរូបហ្នឹងកើតអំពីជានិកកម្មកើតអំពីបុណ្យកើតអំពីបុណ្យហើយប៉ុន្តែវាមានកម្មដទៃចូលមកជួយឧបត្ថម្ភឲ្យនាមរូបហ្នឹងរឹងរិតតែរុងរឿងសម្បូរប្រណិតប្រសើរក្រៃលែងឡើងណាប្រសើរក្រៃលែងឡើងឧទាហរណ៍ដូចជាព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គបដិសន្ធិនៅក្នុងជាតិចុងក្រោយមិនអញ្ចឹងទេណាហ្នឹងគឺដោយអំណាចជានិកកម្មណាមួយជានិកកម្មណាមួយដែលមានក្នុងជាតិមុនហ្នឹងបានជាទូបុណ្យកុសលទេជាបច្ច័យបានញ៉ាំកម្មមច្ចរូបនិងវិបាកកម្មហ្នឹងឲ្យព្រះអង្គកើតឡើងក្នុងប្រគួរនៃពវរមេត្តាព្រះនាងសិរិណានិយានោះប៉ុន្តែចំពោះបុណ្យកុសលផ្សេងទៀតដែលព្រះអង្គបានជំពេញជាបារមីច្រើនសន្ធឹកសន្ធាប់នឹងបានជាឧបធម្មបកបច្ច័យឧបធម្មញ៉ាំនាមរូបដែលកើតអំពីកម្មនេះកម្មមច្ចរូបក្តីវិបាកកម្មក្តីនឹងឲ្យរឹងរិតកណិតដូចជាសម្លេងព្រះអង្គក្តីរូប
ពលឺព្រះអង្គក្តីហើយនឹងវិបាកខណ្ឌដូចជាចក្ខុវិញ្ញាណសោតវិញ្ញាណគឺនៅក្នុងជីវិតរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងរុងរឿងក្រៃលែងទៅដោយកម្មច្ចរូបហើយនឹងវិបាកខណ្ឌដែលជាចំណែកមួយនៃជីវិតរបស់ព្រះអង្គត្រូវបង្កសលឯណានីមួយជាជានកបច្ច័យញ៉ាំងឲ្យកើតហើយមានបុណ្យបារមីសន្ធឹកសន្ធាប់ជួយឧបត្ថម្ភទៀតណាជួយឧបត្ថម្ភឲ្យរុងរឿងប្រណិតយ៉ាងទៅនឹងចំពោះបុណ្យដែលបានធ្វើហើយជួយឧបត្ថម្ភហ្នឹងគឺញ៉ាំងមានរូបនេះគេញ៉ាំងផលបាក់របស់កម្មដែលកើតហើយនឹងឲ្យរឹងរឹតតែប្រណិតដល់យល់ហ្នឹងចឹងទេណានឹងចំណុចទី1ទី2ចំពោះបុណ្យកុសលដែរប៉ុន្តែបុណ្យកុសលហ្នឹងក្នុងបច្ចុប្បន្ននេះឯងមិននិយាយពីបុណ្យពីអតីតមកទេបុណ្យក្នុងបច្ចុប្បន្នណាហើយឧបត្ថម្ភមានរូបដែលព្រឹត្តទៅក្នុងបច្ចុប្បន្នហ្នឹងឧបត្ថម្ភគេហៅថាគុណចាស់ក្តីញាតិញោមក្តីឬបងប្អូនណាក្តីដែលមានការបំពេញបុណ្យកុសលជួយអ្នកដទៃឧបត្ថម្ភទំនុកបំរុងជួយធ្វើកិច្ចការងារដោយកុសលណាទៀតដោយកុសលចេតនាជាកុសលកម្មឬក៏នៅបំរើព្រះសង្ឃដែលជាកប្បយការកៈដោយមេត្តាកាយកម្មដោយមេត្តាវចីកម្មដោយមេត្តាមនោកម្មបំរើដោយមេត្តាពិតប្រាកដណាបំរើដោយកុសលនឹងចឹងទៅហ្នឹងដោយអំណាចកុសលក្នុងបច្ចុប្បន្នហ្នឹងកុសលហ្នឹងអាចជួយឧបត្ថម្ភដល់កម្មច្ចរូបហើយនឹងវិបាកកម្មកម្មច្ចរូបនិងវិបាកកម្មហ្នឹងវាកើតមកពីចេតនកកម្មជាចេតនកកម្មហ្នឹងគឺជាកម្មបច្ច័យញ៉ាំងចំពោះកម្មច្ចរូបនិងវិបាកកម្មហ្នឹងប៉ុន្តែវាមានកុសលក្នុងបច្ចុប្បន្នជាតិនេះឧបត្ថម្ភនៅនាមរូបដែលជាផលរបស់កម្មហ្នឹងដែលជាផលរបស់ចេតនកកម្មហ្នឹងគឺឧបត្ថម្ភឲ្យរឹងរឹតតែល្អប្រណិតប្រសើរឡើងនឹងមានអញ្ចឹងណាទេណាមានអញ្ចឹងគឺអាចកំបីនឹងបានឃើញរូបល្អបានឮសំឡេងល្អអញ្ចឹងទៅដោយសារវាមានបុណ្យក្នុងបច្ចុប្បន្ននឹងជួយឧបត្ថម្ភអាហារចំណីចំណុកបរិភោគអីហ្នឹងក៏បានឆ្អែតបានឆ្ងាញ់បានគ្រប់បានគ្រាន់ដោយអំណាចកុសលក្នុងបច្ចុប្បន្នហ្នឹងឧបត្ថម្ភអញ្ចឹងទៅហ្នឹងដូចជាគាត់បានទៅបម្រើវត្តអារាមបម្រើព្រះសង្ឃអីចឹងសពគ្រប់កិច្ចការងារទៅដោយមេត្តាកាយកម្មមេត្តាវិច័យកម្មជាដើមអញ្ចឹងទៅក៏មានការប្រកបទានអំពីលោកអ្នកសប្បុរសដើម្បីការរស់នៅបានសុខបានស្រួលទៅហ្នឹងដោយអាស្រ័យបុណ្យក្នុងបច្ចុប្បន្នហ្នឹងឧបត្ថម្ភបំចាស់នេះគឺបានញ៉ាំងកម្មច្ចរូបនិងវិបាកកម្មហ្នឹងឲ្យកើតក្នុងជាតិនឹងជាមនុស្សអញ្ចឹងហើយតែវាមានបុណ្យបច្ចុប្បន្នហ្នឹងជួយឧបត្ថម្ភទៀតយើងអញ្ចឹងទេណាពីតើដូចថាឈឺអីចឹងទៅក៏អាចកំដីមានអ្នកដទៃជួយសពគ្រប់ជួយរត់ថ្នាំឬក៏រោគពេទ្យហើយក៏រោគពេទ្យក៏ជួបរត់ថ្នាំក៏ដាក់មកជិលបានន័យថាត្រូវដើម្បីព្យាបាលរោគនឹងទៅបានជាបានសះស្បើយមានអ្នកទំនុកបំរុងឧបត្ថម្ភសពគ្រប់អីហ្នឹងគឺនាមរូបហ្នឹងមានសភាពល្អប្រណិតអញ្ចឹងដោយសារមានបុណ្យមួយចំណែកក្នុងបច្ចុប្បន្នហ្នឹងឧបត្ថម្ភហ្នឹងអញ្ចឹងដូចជាយើងសប្តាហ៍ហ្នឹងមានការនិយមធ្វើបុណ្យមួយដាក់ឈ្មោះថាបុណ្យចម្រើនទៅជនអីហ្នឹងនេះគឺជាការត្រឹមត្រូវណាជាការត្រឹមត្រូវយើងកុំគិតថាតែត្រូវងាប់ពេលណាទៅងាប់ទៅគ្នាណាមកចេះតអាយុជីវិតអីបានអាហ្នឹងយើងមិនតាន់យល់ដល់ភាពល្អិតល្អន់របស់រឿងកម្មណាកាលណាដែលយើងយល់ទៅគឺយើងមិនពោលថាអញ្ចឹងទេពីព្រោះរឿងកម្មល្អិតល្អន់ណាយើងមិនអាចដឹងបាន
ឲ្យអស់សត្វគ្រប់ទេប៉ុន្តែឥឡូវយើងគ្រាន់តែជ្រាបថាវាអាចបន់ក្នុងបច្ចុប្បន្ននេះដែលកូនចៅអីចឹងទៅធ្វើជូនមេដាបេដាឬក៏បន់កសលដែលយើងធ្វើខ្លួនយើងនឹងចឹងទៅអនុមោទនាត្រេកអររឿយៗដែលខ្លួនយើងទៅឬអ្នកដទៃធ្វើជូនទៅយើងអនុមោទនាទៅបន់ក្នុងបច្ចុប្បន្នហ្នឹងវាជួយឧបត្ថម្ភណាជួយឧបត្ថម្ភការរស់នៅហ្នឹងគឺថាឲ្យមានការបន្តនៅវិបកខណ្ឌភវាំងដែលជាកុសលវិបាកស្រាប់ហើយហ្នឹងរស់នៅហ្នឹងគឺថាមានការឧបត្ថម្ភឲ្យមានការរស់នៅក្នុងសុខភាពល្អសុខភាពជានីបន្តទៅបានអាយុយឺនយូរមែនរហូតដល់អាយុខៃអាយុកាត់តាមកាលកំណត់ឬក៏លើសអីមុំសំគួរអញ្ចឹងទៅគេថាសម័យកាត់ថ្ងៃនេះ74 75អីហ្នឹងត្រូវខ្លះក៏អាចដល់ទៅ89អីចឹងទៅអាហ្នឹងវាមានបងក្នុងបច្ចុប្បន្នហ្នឹងមួយចំណែកជួយឧបត្ថម្ភផងដែរវាអាចមានណាទៀតហ្នឹងវាអាចមានហ្នឹងចឹងជ្រាបហើយទៀតពីរឿងបងឧបត្ថម្ភមានមួយរូបដែលកើតអំពីចេតនកកម្មអានេះមិនមែនបងហ្នឹងទៅឧបត្ថម្ភចេតនកកម្មទេអាហ្នឹងសម្ដែងវិញហើយពីពួកខាងដើមណាឥឡូវនេះឧបត្ថម្ភមានមួយរូបដែលកើតពីចេតនកកម្មហ្នឹងតែម្ដងហ្នឹងអញ្ចឹងបន់ហ្នឹងគឺចែកជាពីរដែលសម្ដែងមកបាញ់មិញចំណុចទី1គឺបន់ជាអតីតដោយឧទាហរណ៍ដូចជាកម្មច្ចរូបនិងវិបាកខណ្ឌរបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែមិនមែនមានចំពោះព្រះពុទ្ធឬក៏បុគ្គលជាព្រះអរហន្តផ្សេងឬក៏ស្ដេចចក្រពត្តិអីទេគឺថាបុគ្គលណាក៏អាចមានកុសលអំពីអតីតហ្នឹងដោយឡែកអំពីចេតនកកម្មហ្នឹងបុណ្យកុសលហ្នឹងឧបត្ថម្ភណាបុណ្យកុសលហ្នឹងមានការឧបត្ថម្ភឲ្យមានរូបហ្នឹងមានការប្រណិតឡើងចឹងទៅហើយទី2គឺបុណ្យក្នុងបច្ចុប្បន្ននេះតែម្ដងបុណ្យក្នុងបច្ចុប្បន្ននេះឧបត្ថម្ភមានរូបហ្នឹងនេះគឺការដែលយើងសិក្សាអំពីបច្ច័យអញ្ចឹងដើម្បីឲ្យយើងបានជ្រាបថាអ្វីៗដែលព្រឹត្តទៅនោះគឺត្រឹមត្រូវទៅតាមហេតុសម្រាប់បានដោយហេតុដែលយើងយល់ច្បាស់អញ្ចឹងទៅជាសមាធិមួយជាសមាធិមួយល្អណាស់សំគួរក្នុងការអប់រំចម្រើននៅស្ថិដ្ឋានវិបស្សនាតទៅណាមួយក៏ជាអ្នកឆ្លាញ់សិលសមាធិសិលណាមួយជាអ្នកមានទិដ្ឋិត្រូវត្រង់ល្អនៅក្នុងរឿងកម្មផលវិបាករបស់កម្មហ្នឹងអញ្ចឹងល្មមដើម្បីនឹងមានការសិក្សាអប់រំចម្រើនស្ថិដ្ឋានប្រព្រឹត្តទៅបានចម្រើនណាអាចដើម្បីកម្ចាត់បងនៅការប្រចាំហួងហែងជីវិតដែលព្រឹត្តទៅដោយហេតុបច្ច័យនេះមានការបន្ថយចុះនៅការយល់ខុសការប្រចាំការហួងហែងផ្សេងបានព្រោះមានសិលហើយមានសទ្ធាប្រកបដោយបញ្ញាឃើញនៅក្នុងរឿងជីវិតព្រឹត្តទៅដោយអំណាចកម្មជាបច្ច័យនឹងអាចដើម្បីសិក្សារឿយៗក្នុងធម៌ទាំងឡាយដែលជាអនត្តាជំនាញពីសត្វប្រកបទូខ្លួនយើងនោះគឺមិនញញឆ្ងល់មិនសង្ស័យមិនទំនាស់មិនតោះអីនឹងទេហ្នឹងទេជំនាញមិនទាន់បានចាក់ឆ្លុះមិនទាន់បានត្រាស់ដឹងជ្រៅជ្រះនៅក្នុងលក្ខណៈជាអនត្តាយ៉ាងណាក៏ដោយប៉ុន្តែថាមិនឆ្ងល់មិនសង្ស័យមិនអល់ឯករារែកអនត្តាមែនឬមិនមែនដល់វាខ្លួនយើងអីចឹងគឺមិនឆ្ងល់មិនសង្ស័យទេពីព្រោះអីពីព្រោះឃើញថាអ្វីវាមិនមែនព្រឹត្តទៅតាមអំណាចយើងបើវាព្រឹត្តទៅតាមអំណាចយើងអានឹងបានទៅជាអត្តាវាជាខ្លួនយើងវាព្រឹត្តទៅតាមការបង្កប់បញ្ជាហើយចុះបើវាព្រឹត្តទៅតាមអំណាចហេតុបច្ច័យដូចជារឿងកម្មអីអញ្ចឹងត្រូវជាត្រូវឈឺត្រូវទទួលនៅលៀបយោះឬក៏អត់លៀបអត់យោះឬក៏គ្រោះថ្នាក់ដូចជាឡានជិលឬក៏ភ្លុកឡានអីអញ្ចឹងយើងមិនចង់ទេណាប៉ុន្តែទោះជាយើងមិនចង់ក៏ដោយប៉ុន្តែរឿងហ្នឹងវានៅលើកម្មជាបច្ច័យចូលមកបៀតបៀននៅមានរូបដែលកំពុងតែចម្រើនក្នុងសុគតិភពនេះឬក៏ចូលមក
จับบองในชีวิตจันทรีនឹងទៅទៀតអីអញ្ចឹងរឿងហ្នឹងបានយើងឃើញថាវាអត់មាននៅក្នុងអំណាចនោះយើងក៏បានសិក្សានៅក្នុងពាក្យដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាអនត្តានោះគឺមិនឆ្ងល់មិនសង្ស័យអីនៅពាក្យហ្នឹងទេហើយអប់រំចម្រើននៅចិត្តឋានទៅបានដោយស្រួលហើយព្រោះអត់មានគ្រឿងរារាំងទេអវិជ្ជានិវរណៈដែលសម្រាប់បិទបាំងនៅក្នុងការអប់រំចម្រើនវិបស្សនាហ្នឹងវាមានការកាត់បន្ថយដោយអំណាចការស្ដាប់ការយល់ការសិក្សាការពិចារណាមានសតិមានបញ្ញាកាត់បន្ថយឬក៏មានការធ្វើឲ្យអវិជ្ជានិវរណៈនឹងឯងមិនទៅជានិវរណៈបានទេក្នុងការអប់រំចម្រើនចិត្តឋានវិបស្សនានឹងប្រព្រឹត្តទៅបានហើយក៏អាចចាក់ទម្លុះនៅលក្ខណៈជាអនត្តានឹងកាន់តែជ្រៅទៅរហូតដល់បានរំលឹកនៅកិលេសដែលជាសមុច្ឆេទដោយអរិយមគ្គនឹងការដែលយើងសិក្សានឹងមានប្រយោជន៍ដោយអំណាចកុសលធម៌ថ្នាក់ស្ដាប់ថ្នាក់យល់ចូលចិត្តនេះជាឧបការៈដល់ចិត្តឋានវិបស្សនាហើយធម៌ត្រូវតែត្រង់តាមហេតុផលដែលកើតឡើងត្រូវតែត្រង់តាមហេតុនឹងផលដែលត្រូវសម្រេចយ៉ាងណាកើតពីហេតុណាក៏រមែងអប់រំហេតុនឹងទៅអាស្រ័យនៅលើបុគ្គលដែលយល់ច្បាស់អំពីរឿងហេតុផលនេះឯងហើយចំណុចទី3និយាយពីរឿងបាបម្ដងនិយាយពីបាបវាឧបធម្មណាវាឧបធម្មដល់នាមរូបដែលកើតអំពីបាបជាចេតកបច្ច័យស្រាប់ហើយនោះនឹងឧទាហរណ៍ថាសត្វនរកកើតពីសាបាបណាមួយចឹងទៅកើតក្នុងនរកប៉ុន្តែវាមិនមែនមានតែបាបនាំឲ្យកើតក្នុងនរកប៉ុណ្ណឹងទេដែលជាបច្ច័យវាមានបាបផ្សេងទៀតបាបផ្សេងទៀតហ្នឹងមិនបានជាចេតកបច្ច័យឲ្យកើតក្នុងនរកទេប៉ុន្តែដល់កើតក្នុងនរកហើយវាឧបធម្មឲ្យមានការនៅរស់យូរក្នុងសេចក្តីទុក្ខលំបាកនឹងចឹងទៅអាយុវែងចឹងទៅឲ្យទទួលសេចក្តីទុក្ខដល់រឹងរឹតតែខ្លាំងក្លាទៅដោយសារបន់អត់ទោះដោយសារបាបដតីផ្សេងទៀតដែលធ្វើច្រើនមកនោះវាចូលទៅជួយឧបត្ថម្ភដល់នាមរូបដែលកើតអំពីបាបនាំឲ្យកើតនៅក្នុងនរកហ្នឹងនាមរូបហ្នឹងនៅក្នុងកំណើតនរកហ្នឹងហើយវាមានបាបទៅឧបត្ថម្ភនាមរូបហ្នឹងឲ្យរឹងរឹតតែក្រៃលែងឡើងក្រៃលែងនៅក្នុងរឿងផលរបស់បាបហ្នឹងណាចឹងកម្មច្ចរូបនិងវិបកខណ្ឌហ្នឹងឬក៏ដូចជានៅក្នុងកំណើតសត្វតិរិឆានអីអញ្ចឹងក្នុងកំណើតសត្វតិរិឆានដូចជាសត្វសំណក់អីដែលត្រូវជំងឺឈឺរុះរោមអស់ហើយទៅណាមកណាគេខ្ពើមវាឆ្អើមព្រោះជួនកាលមានដំបៅជួនកាលក៏គេស៊ីគួរឲ្យខ្ពើមគេដេញទុកដេញទៅវែងរត់ទៅត្រាក់ទៅតែមិនងាយងាប់ទេហើយហេតុអីបានជាមិនងាយងាប់ពីព្រោះវាមានបាបដតីផ្សេងហ្នឹងឧបធម្មនាមរូបដែលកើតអំពីបាបស្រាប់ហើយណាឧបធម្មនាមរូបហ្នឹងឲ្យមានការប្រព្រឹត្តទៅនៅក្នុងសេចក្តីទុក្ខលំបាកហ្នឹងឲ្យជីវិតរស់នៅក្នុងសេចក្តីទុក្ខលំបាកហ្នឹងក៏រស់យូរទៅព្រោះជីវិតដែលរស់នៅក្នុងសេចក្តីទុក្ខលំបាកហ្នឹងជីវិតហ្នឹងក៏វាជាវិបាករបស់បាបដែរវិបាករបស់បាបដែលធ្វើនៅប្រវត្តិកិច្ចអីតម្រង់ជីវិតរស់នៅក្នុងកំណើតសត្វតិឆាននិងទុក្ខលំបាកអញ្ចឹងទៅហើយវាមានបាបប្រតិឧបត្ថម្ភការរស់ហ្នឹងឲ្យនៅរស់ក្នុងសេចក្តីទុក្ខលំបាកហ្នឹងណាទុក្ខលំបាកតាមផ្លូវកាយផងសពគ្រប់ទោះជាកម្មច្ចរូបក្តីទោះជាវិបកខណ្ឌក្តីដែលកើតអំពីបាបហ្នឹងឲ្យមានការប្រព្រឹត្តទៅយូរហើយនឹងរឹងរិតទៅខ្លាំងខ្លាហើយហ្នឹងគឺបាបពីអតីតមកបាបពីអតីតអានេះទី3ណាចំពោះបាបពីអតីតហ្នឹងណាវាមានការឧបត្ថម្ភចំពោះនាមរូបដែលកើតអំពីអកុសលកម្មផ្សេងៗនោះហើយទី4បាបក្នុងបច្ចុប្បន្ននឹងតែម្ដងណាទី4ណាបាបក្នុងបច្ចុប្បន្នហ្នឹងវាឧបត្ថម្ភដល់នាមរូបដែលកើតអំពីបាបស្រាប់ហើយណានាមរូបដែលកើតអំពីបាបជាចេតនកបច្ច័យហើយណាវាមានបាបក្នុងបច្ចុប្បន្នហ្នឹងឧបត្ថម្ភឲ្យរឹងរឹតតែនាមរូបនឹងឯងក្រៃលែងទៅទៀតទៅក្រៃលែងក្នុងផលរបស់បាបហ្នឹង
គេហៅថាដូចជាអ្នកមានជំងឺឈឺដូចជាឈឺអីឈឺខ្លើមថ្ងៃក៏ដូចឈឺខ្លើមណាហ្នឹងហើយដូចឈឺខ្លើមណានៅស្រុកខ្មែរយើងច្រើនណាហើយឈឺខ្លើមហ្នឹងចឹងហើយស្រាប់តែក្នុងបច្ចុប្បន្នហ្នឹងឯងពិសាស្រាថែមទៀតហ្នឹងពិសាស្រាដោយអីដោយលោកចិត្តដោយចិត្តបាបក្នុងបច្ចុប្បន្នហ្នឹងចិត្តបាបក្នុងបច្ចុប្បន្នហ្នឹងមិនមែនគ្រាន់តែបាបសម្រាប់ឲ្យផលទៅអនាគតទេវាឧបត្ថម្ភនាមរូបដែលកើតអំពីបាបហើយហ្នឹងឲ្យរឹងរឹតតែក្រៃលែងឡើងថែមទៀតណាព្រោះជំងឺឈឺហ្នឹងអានេះវាផលរបស់បាបមិនអញ្ចឹងណាអាជំងឺឈឺហ្នឹងវាមិនមែនតួបាបទេវាជាផលរបស់បាបទោះជាកម្មជារូបក្តីទោះជាវិបាកខណ្ឌក្តីសេចក្តីទុក្ខលំបាកអីហើយហ្នឹងហើយវាថែមបាបក្នុងបច្ចុប្បន្នហ្នឹងទៅឧបត្ថម្ភឲ្យរឹងរឹតតែក្រៃលែងឡើងទៅទៀតក្នុងផលរបស់បាបហ្នឹងឬក៏ដូចជាអ្នកដែលមានរោគសរសៃប្រសាទអីចឹងទៅអាហ្នឹងត្រូវតមអីខ្លះអាហ្នឹងទៅតាមលោកគ្រូពេទ្យប្រាប់មកកុំឲ្យខឹងច្រើនកុំឲ្យពិបាកច្រើនកុំឲ្យចិត្តកង្វល់ច្រើនហើយដល់តែវាមានបាបក្នុងបច្ចុប្បន្នផ្សេងដែលនាំឲ្យខឹងទៅនាំឲ្យកង្វល់ទៅនាំឲ្យព្រួយនាំឲ្យអីទៅវាឧបត្ថម្ភអារោគហ្នឹងអារោគដែលជាផលរបស់បាបហ្នឹងឲ្យរឹងរឹតតែក្រៃលែងអញ្ចឹងទៅទៀតទៅហើយជួនកាលក៏ទៅពិសាស្រាពិសាអីទៅក៏អកុសលណាអកុសលក្នុងទីនេះគឺសំដៅយកតួបាបមិនមែនសំដៅយកជាតិសូរាហ្នឹងវាទៅឧបត្ថម្ភទេសំដៅយកតួបាបតួចិត្តបាបដែលប្រព្រឹត្តទៅហ្នឹងវាមានចេតនាជាអកុសលកម្មហ្នឹងបាបហ្នឹងវាឧបត្ថម្ភនៅជំងឺរោគាហ្នឹងវាជាផលរបស់បាបស្រាប់ហើយបាបឯណាមិនដឹងទេគឺថាដែលបានធ្វើមកហើយហ្នឹងបាបហ្នឹងវាឲ្យឈឺអញ្ចឹងទៅបាបហ្នឹងគឺនាំឲ្យឈឺជំងឺរោគាហ្នឹងវាកើតមកពីបាបពីរោគហ្នឹងកើតមកអំពីកម្មកើតមកអំពីបាបកម្មប៉ុន្តែវាមានបាបនៅបច្ចុប្បន្នហ្នឹងទៅឧបត្ថម្ភហ្នឹងគឺយើងត្រូវសិក្សាឲ្យយល់ពីរឿងហ្នឹងណាអានេះចំពោះបាបណាហើយម្យ៉ាងទៀតនោះដូចជាសត្វទេឆានអីនៅក្នុងព្រៃអីហ្នឹងដូចជាសត្វធំនេះចាប់សម្រាប់សត្វតូចបរិភោគអីហ្នឹងចឹងទៅហើយក៏វាធ្វើការរស់នៅប្រទៅក្នុងកំណើតទេឆានហ្នឹងទុកលំបាកផ្សេងទៅទៀតទៅពិតមែនតែបានចំណីចំណុកអាហារបរិភោគក៏ពិតមែនប៉ុន្តែញ៉ាំងជីវិតឲ្យរស់នៅក្នុងផលរបស់បាបឲ្យបានយូរតទៅនឹងដោយសារអីដោយសារបាបក្នុងបច្ចុប្បន្នហ្នឹងវាជួយដែរបាបក្នុងបច្ចុប្បន្នហ្នឹងស្អីគឺការដែលសត្វហ្នឹងទៅចាប់ទៅសម្លាប់ទៅខំសត្វតូចបរិភោគជាអាហារដូចជាខ្លាធំខ្លាដំបងអីវាទៅសម្លាប់មរឹកសម្លាប់គោក្របីសត្វក្នុងព្រៃអីហ្នឹងបាបហ្នឹងក៏វាអាចមានកម្លាំងឧបត្ថម្ភដល់នាមរូបដែលកើតពីបាបឲ្យនៅក្នុងកំណើតទេឆានហ្នឹងហើយធ្វើការរស់នៅក្នុងផលរបស់បាបហ្នឹងយូរតទៅទៀតអានេះក៏បាបមានចំណែកឧបត្ថម្ភដែរតែជាបាបក្នុងបច្ចុប្បន្នណាអានេះនិយាយអំពីរឿងបាបក្នុងបច្ចុប្បន្នណាទៀតហ្នឹងហើយចំពោះបាបអំពីអតីតនោះយើងនឹងជ្រាបហើយដូចជាថាវាឧបត្ថម្ភឲ្យសត្វនរកនឹងទុកខ្លាំងហើយរស់យូរក្នុងនរកនឹងចឹងទៅឬក៏ដូចជាសត្វសំណក់សត្វទេឆានអីផ្សេងដែលហើយវាមានជំងឺរោគគេអីចឹងទៅហើយត្រូវគេដេញគុកដេញកវែងអីចឹងទៅអានឹងវាអាចមានបាបអំពីអតីតនឹងឯងឧបត្ថម្ភបន្ថែមទៅទៀតតែដល់ចំណុចទី4នេះគឺបាបក្នុងបច្ចុប្បន្ននឹងតែម្ដងគឺវាឧបត្ថម្ភដល់នាមរូបដែលកើតអំពីបាបដតីណាហើយនោះគឺវាមានបាបក្នុងបច្ចុប្បន្ននោះឧបត្ថម្ភថែមទៀតអានឹងចំណុចទី4ហើយចំណុចទី5គឺនិយាយពីកុសលកម្មម្ដងបុណ្យកុសលហ្នឹងវាឧបត្ថម្ភនាមរូបដែលកើតពីអកុសល
មិនមែនដូចទី1កុសលហ្នឹងវាឧបត្ថម្ភនាមរូបដែលកើតពីកុសលដល់ទី5នេះកុសលហ្នឹងវាឧបត្ថម្ភចំពោះនាមរូបដែលកើតអំពីអកុសលតែហោដូចជានាមរូបហ្នឹងកើតពីអកុសលកម្មកើតពីសត្វទេឆានអីចឹងទៅជាសំណក់ជាឆ្កែជាឆ្មាអីចឹងទៅណាក្នុងកំណើតទេឆានហ្នឹងអានឹងកើតពីបាបហើយប៉ុន្តែវាអាចមានបំផ្សេងបំផ្សេងដែលធ្វើពីជាតិមុននឹងមកដែរណាប៉ុន្តែបំហ្នឹងវាមិនបានឲ្យមកកើតជាមនុស្សឬកើតទៅជាទេវតាទេវាអត់បានដើរតួជាជានកបច្ច័យទេគឺវាមានឱកាសនៃបាបឯណានេះមួយបានកម្លាំងជាជានកបច្ច័យនាំឲ្យកើតជាកំណើតសត្វទេឆានដល់កើតវាហើយអញ្ចឹងបានបំផ្សេងដែលធ្វើពីមុនមកដែរដែលបានធ្វើទានដល់សាសិលអីដែរពីមុនមកហ្នឹងអាចមានឱកាសចូលជួយឧបត្ថម្ភក្នុងកំណើតសត្វទេឆាននឹងបានដែរមិនសម្បូរច្រើនទេព្រោះវាជាកតវិបត្តិណាប៉ុន្តែវាអាចមានកាលសម្បត្តិក្នុងកំណើតទេឆានហ្នឹងដើម្បីបើកឱកាសដល់បុណ្យដែលបានធ្វើដែរនោះជួយឧបត្ថម្ភធ្វើឲ្យរូបរាងនឹងធំធាត់ស្អាតល្អរោមសម័យអីចឹងទៅម្ចាស់ឃើញស្រឡាញ់ថ្នាក់ថ្នមជាការយកទៅឲ្យជីកឡានទៅឲ្យជាការឲ្យទទួលទានដំណេកដេកលើពូកលើអីបរិភោគអាហារឆ្ងាញ់ចាននឹងក៏ស្អាតមានចានលាងអីស្រួលដួលហើយចំណីអាហារនឹងក៏មានអនាម័យត្រឹមត្រូវទៅទិញទៅទុកទៅដាក់អីអាហ្នឹងគឺដោយសារបុណ្យចាស់ដែរបុណ្យចាស់របស់សត្វហ្នឹងចូលមកជួយឧបត្ថម្ភឲ្យបានសេចក្តីសំណុកសុខស្រួលក្នុងកំណើតសត្វទេឆានហ្នឹងអាហ្នឹងគឺក្នុងកំណើតហ្នឹងនាមរូបហ្នឹងវាកើតពីបាបទេប៉ុន្តែវាមានបុណ្យចូលជួយមកឧបត្ថម្ភណាព្រោះតែអញ្ចឹងទេណាមួយទៀតនោះបុណ្យក្នុងបច្ចុប្បន្នហ្នឹងតែម្ដងវាឧបត្ថម្ភនាមរូបដែលកើតពីបាបហ្នឹងអាស្រ័យវាមានប្រយោគសម្បត្តិដូចជាសត្វសំណក់អីអញ្ចឹងវាចេះគោរពម្ចាស់ណាវាចេះគោរពម្ចាស់អាហ្នឹងវាអាចការគោរពហ្នឹងវាចូលនៅក្នុងកុសលបានដែរព្រោះថាមិនមែនសត្វទេឆានអត់មានកុសលទេមានមហាកុសលហើយកុសលក្នុងបច្ចុប្បន្នហ្នឹងវាអាចឧបត្ថម្ភនាមរូបដែលកើតពីបាបក្នុងកំណើតសត្វហ្នឹងណាធ្វើឲ្យគេថ្នាក់ថ្នមគេស្រឡាញ់អីចឹងទៅដោយសារចេះគោរព